ខ្ញុំពិតជាចង់យកវេទិកានេះដើម្បីអរគុណមនុស្សពីរនាក់ខ្ញុំអរគុណដល់ម៉ាក់ខ្ញុំអរគុណដល់ម៉ាក់ខ្ញុំដែលបានបង្កើតខ្ញុំមកដល់សប្តាហ៍ថ្ងៃអរគុណដែលបានបង្រៀនជំនាញជាច្រើនដែលមិនមាននៅសាលារៀនប៉ុន្តែគាត់បរៀនខ្ញុំមានន័យថាជាជំនាញទុនមួយដែលខ្ញុំចូលទៅខាងណាក៏ចោះដែរចូលជាមួយមនុស្សប្រភេទណាក៏បានដែរអរគុណម៉ាក់ហើយក៏អរគុណប៉ាបាទខ្ញុំពិតជាអរគុណលោកប៉ាខ្ញុំមែនតើបើមានជំរឿប្រហែលគាត់អត់ទៅចោលខ្ញុំទេព្រោះគាត់ចែកឋានបាត់ដោយសារបញ្ហាជំងឺតាំងពីខ្ញុំអាយុ12ឆ្នាំអរគុណប៉ាដែលបានបន្សល់ទុកនៅកេរ្តិ៍ឈ្មោះកិត្តិយសយ៉ាងច្រើននៅក្នុងស្រុកភូមិអ្នកស្រុកអ្នកភូមិខ្ញុំសរសើរគាត់រហូតឮជារឿយសរសើរពីប៉ាខ្ញុំរហូតដែលគាត់តែងនិយាយមេក្រូដូចខ្ញុំអញ្ចឹងគាត់នាយកសាលាហើយតែផឹកឡើងឮសលេងគាត់ហើយអ្នកស្រុកអ្នកភូមិស្រឡាញ់គាត់ចូលចិត្តគាត់ហើយគាត់គឺជាគំរូជា idol របស់ខ្ញុំហ្មងតែខ្ញុំប្រាប់ខ្លួនឯងថាបើខ្ញុំធំនឹងក្តីទៅប៉ាខ្ញុំល្បីពេញភូមិមែនខ្ញុំល្បីពេញប្រទេសបាទអរគុណប៉ាដែលបានទុកនៅគំរូដ៏ល្អបន្សល់ទុកនៅកេរ្តិ៍ឈ្មោះយ៉ាងច្រើនដែលជា idol របស់ខ្ញុំបាទហើយមួយទៀតខ្ញុំអរគុណដល់ខ្លួនឯងអរគុណដែលខ្លួនឯងទោះបីជាមាននៅកើតឡើងក្នុងជីវិតខ្ញុំក្តីតែខ្ញុំអត់ដែលឲ្យខ្លួនឯងបោះបង់ចោលក្តីសម័យខ្លួនឯងដែលចង់ខ្លាចជាពិធីករចង់ខ្លាចជាបុគ្គលល្បីមិនត្រឹមតែល្បីទេប៉ុន្តែមានកិត្តិយសដែរមានកេរ្តិ៍ឈ្មោះដែរអញ្ចឹងណាប៉ុន្តែបើបកមកសួរថាតើនៅក្រោយដែលខ្ញុំដើរតាមក្តីសម័យខ្ញុំនោះធ្លាប់ជួបរឿងរ៉ាវខ្លះក្នុងជីវិតខ្ញុំអត់ងាយស្រួលទេពិបាកសម្ពាធខ្ញុំចាំបានតែខ្ញុំធ្វើ MC លុយ9ដំបងproducer ដាក់ដុំអត់ចេះនិយាយអត់ត្រូវមែននិយាយតាឡាន់មែននិយាយទៅមុខសោះខុសរហូតចឹងគាត់ដាក់ដុំអត់មួយពីក្រោយកាមេរ៉ាចឹងភ័យហ្មងភ័យខ្លាំងគាត់តែថតចាប់មកពាក់ហ្នឹងអូយទៅដល់ផ្ទះអង្គុយយំធ្វើកម្មវិធីវិទ្យុយំនិយាយល្អគេ feedback មកយំរហូតជន់រងគ្រោះរហូតកាលមុនប៉ុន្តែដល់ពេលឥឡូវបានថាខ្ញុំបកមកសួរខ្លួនឯងវិញថាតើពេលនោះខ្ញុំបានបោះបង់ចោលក្តីសម័យអត់ផងទោះបីខ្ញុំមានសម្ពាធបែបណាក៏ដោយខ្ញុំក៏ធ្លាប់ដែរជួបបញ្ហាផ្លូវចិត្តអត់សុបាយចិត្តខ្លាំងចង់គិតខ្លីក៏មានដែរតែទោះបីជាណាក្តីក៏ដោយខ្ញុំមានពេលដែលខ្ញុំរំលឹកខ្លួនឯងថាខ្ញុំចង់បានអីគេខ្ញុំកំពុងធ្វើអីចុះរាប់ខែឆ្នាំឯងដែលខ្ញុំចង់បានក្តីសម័យខ្ញុំនឹងហើយដល់ពេលវេលានោះមិនបានខ្ញុំចង់បោះបង់ចោលអញ្ចឹងចុះបើខ្ញុំនៅតែធ្វើមិនវិញ